ធ្លាក់សបែបណាជាការធ្លាក់សធម្មតាធ្លាក់សបែបណាជាការធ្លាក់សដោយជំងឺដោយមានការបង្កមេរោគអញ្ចឹងតកតងជាមួយនឹងការធ្លាក់សបងប្អូនជាធម្មតាបើសិនជាក្នុងករណីបងប្អូនមានការធ្លាក់សជាទូទៅអានឹងបងប្អូនអត់ចាំបាច់បារម្ភទេបងប្អូនអត់ចាំបាច់ធ្វើការព្យាបាលទេប៉ុន្តែនៅក្នុងករណីបើបងប្អូនមានបញ្ហាធ្លាក់សខុសធម្មតាអានឹងគឺបងប្អូនគួរតែឆាប់ធ្វើការដោះស្រាយអញ្ចឹងឥឡូវអ្នកគ្រូចង់លំអិតជូនបងប្អូនតកតងជាមួយនឹងការធ្លាក់សធម្មតាអញ្ចឹងការធ្លាក់សធម្មតារបស់ស្ត្រីមានការធ្លាក់សនឹងគឺធ្លាក់តែមុនពេលមករដូវឬក៏ក្រោយអស់រដូវទេឬក៏ធ្លាក់មុន2 3ថ្ងៃនៃវត្តរដូវរបស់ស្ត្រីដែលការធ្លាក់សគឺមានសភាពបែបនេះมันមានពណ៌มันមានក្លិនมันមានការរមាស់អញ្ចឹងស្ត្រីខ្លះគាត់អាចនឹងធ្លាក់សបែបរៀងរំអិលថ្លារៀងដូចពងទាពងមាន់របស់យើងផ្នែកសឬក៏ធ្លាក់មកបែបរៀងស្អិតដូចសបោដែលអត់មានពណ៌អត់មានក្លិនអត់ធ្វើទុកបងប្អូនអាហ្នឹងគឺជាការធ្លាក់សទូទៅរបស់ស្ត្រីមុនពេលចិត្តមករដូវឬក៏ក្រោយអស់រដូវទេព្រោះវាអាចជាការធ្លាក់មេជីវិតញីឬក៏ក្នុងករណីវត្តរដូវស្ត្រីអត់ទៀងទាត់គាត់អាចនឹងមានការធ្លាក់បែបហ្នឹងប៉ុន្តែនៅក្នុងករណីហាញថាបងប្អូនមានការធ្លាក់សបែបជំងឺគឺបងប្អូនធ្លាក់សមកបែបរៀងស្អិតបែបរៀងខាប់ធ្លាក់មកបែបដូចចាហួយធ្លាក់មកមានសភាពស្អិតកក់ដុំជាប់ទៅនឹងច្រាំងទ្វារមាសដែលស្ត្រីខ្លះគឺគាត់មានការរមាស់មានបញ្ហាក្តៅមានបញ្ហាក្រហាយពិបាកនៅក្នុងការរស់នៅមួយឯគូមានធំក្លិនឬក៏ចាប់ផ្ដើមមានការហើមទៅនឹងទ្វារមាសធ្លាក់មកមានពណ៌លឿងខៀវបៃតងអានេះជាការធ្លាក់សដោយបង្ករោគជាការធ្លាក់សដែលមានបញ្ហាអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានការធ្លាក់សដោយដៃអ្នកគ្រូរៀបរាប់បងប្អូនគួរតែធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវប៉ុន្តែបើបងប្អូនធ្លាក់មកដោយដៃអ្នកគ្រូជំរាបជូនថាវាជាការធ្លាក់សមុនពេលមករដូវជាការធ្លាក់សធម្មតាដែលដូចអ្នកគ្រូបង្ហាញហ្នឹងគឺបងប្អូនអត់ចាំបាច់បារម្ភបងប្អូនអត់ចាំបាច់ធ្វើការព្យាបាលទេអញ្ចឹងនៅក្នុងករណីបងប្អូនមានរោគសញ្ញាដូចដែរអ្នកគ្រូរៀបរាប់បងប្អូនគួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញផ្នែករោគស្ត្រីឲ្យបានត្រឹមត្រូវធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ